ជាសារៀននៅថ្នាក់ទី6កនៃសាលាបឋមសិក្សាហ៊ុនសែនស្លាកែតថ្ងៃនេះលោកគ្រូបាននាំខ្ញុំមកលេងវត្តភ្នំគឺជាមណ្ឌលបូជនីយដ្ឋានសាសនាវប្បធម៌និងប្រវត្តិសាស្ត្រដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុងភ្នំពេញនេះគឺជាព្រះបាទស៊ីសុវត្ថិដែលជាស្ដេចទី4ដែលបានកសាងវត្តភ្នំនេះឡើងខ្ញុំមកប្រាប់ពីភាពយន្ត13ដែលយើងដណ្ដើមបានមកពីសៀមគឺទី1នេះគឺខេត្តសៀមរាបទី2នេះគឺខេត្តស៊ីសខុនដែលគេហៅថាខេត្តបន្ទាយមានជ័យទី3នេះគឺខេត្តបាត់ដំបងនេះគឺជារូបរាងខ្មែរដែលបានស្លៀកពាក់ឈុតបារាំងហើយនេះគឺជាខេត្តទាំង3ដែលទី1គឺបាត់ដំបងទី2សៀមរាបទី3ស៊ីសខុនមានកម្ពស់46ម៉ែត្រឬ150ហ្វីតវត្តនេះផងដែរត្រូវបានប្រសិទ្ធនាតាមឈ្មោះលោកយាយដូនពេញដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ1372ដែលមានដំណើរពីការរកឃើញនៅព្រះបដិមា4អង្គក្នុងដើមគគីមួយក្បែរច្រាំងទន្លេដែលបដិមាព្រះ4អង្គនេះរួមមាន1ព្រះវិស្ណុសាងពីថ្លើមថ្ម2ព្រះពុទ្ធសាងពីមាស3ព្រះអន្តសាងពីសំរិទ្ធ4ព្រះកំចាយសាងពីលង្ហិនរាជការស្ដេចសាងសង់4អង្គដែលសាងសង់នៅវត្តភ្នំមានព្រះបាទពញាយ៉ាតព្រះបាទនរារាមាព្រះបាទធម្មរាជាទី2ព្រះបាទស៊ីសុវត្ថិវត្តភ្នំកសាងឡើងដោយលោកយាយដូនពេញនៅក្នុងឆ្នាំ1372ឈ្មោះដើមរបស់វត្តភ្នំគឺវត្តចេតិយបវរឈ្មោះផ្លូវការវត្តភ្នំគឺឈ្មោះវត្តភ្នំដូនពេញ